បកគោបកែវហ្នឹងវាជារឿងរបស់ខ្មែរប្រទេសគេទៀតវាអត់មានទេប៉ុន្តែខ្មែរហ្នឹងក៏មានដោយសារប្រទេសគេទៅវិញដែរដូចថាប្រទេសគេនៅចិត្តយើងនេះរឿងរបស់គេសំខាន់បកែវប្រទេសណាដែលរឿងសំខាន់ជាងគេបកែវគឺប្រទេសលាវនេះមួយប្រទេសថៃឡង់នេះមួយណាហើយបន្ទាប់ទៅវាមានភូមិមាអីដឹងតែទួចទេណែបើយើងនិយាយទៅរឿងដែលគេហៅថាបកែវមរកតនោះគេមិនដឹងថាវាមានគម្ពីរអីគាត់មិនរឿងនេះមិនមែនប្រវត្តិសាស្ត្រទេណាសូមជ្រាបថាមិនមែនប្រវត្តិសាស្ត្រទេជារឿងព្រេងប៉ុន្តែដែលគម្ពីរគេតាក់តែងមិនដំបងពីណាយើងអត់ដឹងទេគម្ពីរដើមដឹងតែថាវាមានគម្ពីរដែលល្បីជាងគេនោះវានៅជើងម៉ៃណានិយាយពីរឿងបកែវមរកតណាបកែវមរកតនោះដូចថាធ្វើដំណើរសម្បើមតាំងប្រទេសឥណ្ឌាទៅស្រីលង្កាទៅភូមាទៅណែជើងម៉ៃជើងរ៉ៃណានោះណាប៉ុន្តែយើងហៅទៅជើងម៉ៃមិនមែនប្រទេសថៃឡង់យើងឥឡូវទេកាលនោះណាជើងម៉ៃហ្នឹងទឹកចូលជាដីទឹកដីថៃឡង់នៅ1920ទៅហើយទេណាហ្នឹង20ជាងប្រទេសហ្នឹងគឺពីមុនមកគេហៅឡានណាប្រទេសដូចជាថាធំដូចថាស្ទើរតែថាបងប្អូនពីរនាក់មិនជាហៀងឡានណាមិនជាហៀងឡានសាងគឺប្រទេសលាវនេះឡានណានេះគឺខាងនេះដែលយើងថ្ងៃមានជើងម៉ៃជើងរ៉ៃនេះដែលចេះតែកត់តគ្នាថែមថយបំផ្លាស់ឬមួយក៏កាត់នេះកាត់នោះមិនដឹងពីណាមកយើងមិនដឹងទេប៉ុន្តែមកដល់ក្រោយមកវាមានគម្ពីរនៅរកឃើញនៅជើងម៉ៃហ្នឹងយើងមិនដឹងច្បាប់ដើមពីណាទេណាគឺថានិយាយថាថ្ងៃមួយនោះផ្ទះបាញ់នៅចេតិយមួយចេតិយនោះវានៅជើងរ៉ៃនៅលើជើងម៉ៃបន្តិចទៅទៀតនៅនគរឡានណាដែលខ្ញុំនិយាយមិញណាឡានណាជាប្រទេសដែលមានអរិយធម៌ពុទ្ធសាសនាខ្លាំងណាស់ឡានណាឡានសាងឡានអីទាំងអស់រួចទៅក៏គេផ្ទះបាញ់មកតែអីគេមិនទៅរៀបចំឲ្យឡើងវិញក្នុងនោះគេឃើញមានក្នុងព្រះវិហារហ្នឹងផ្ទះបាញ់ត្រឹមម៉េចបាក់បែកមិនក៏យើងមិនដឹងទេព្រោះវាគ្មានផ្ោះតាំងទេណាគេទៅរៀបចំឡើងវិញទៅក្នុងនោះឃើញមានរូបព្រះពុទ្ធមួយអង្គហ្នឹងមានដូចថាស្រោបទៅដោយបាយអណាបាយអគេរៀបធ្វើផ្ទះធ្វើចេតិយទៅដល់វាមិនទាន់មានស៊ីម៉ងទេណាមានបាយអដល់គេកោសគេអីឆ្កឹះមើលទៅវាឃើញថាខាងក្នុងព្រះពុទ្ធរូបដែលជាបាយអហ្នឹងវាព្រះពុទ្ធរូបដើមនោះវាជាមរកតរឿងទេណាដូចខ្ញុំនិយាយទាំងប្រហែលនេះមិនមែនជាប្រវត្តិសាស្ត្រទេមរកតទៅឲ្យខ្ញុំនិយាយឡើងវិញក៏ខ្ញុំមិនចាំដែរព្រោះរឿងនោះវាមានមនុស្សដល់ទៅហោះទៀតមានដល់ស្រាច់ភូមិមាហោះមកអង្គរទៀតក៏មានដែរដើម្បីមានពេលមួយនោះបកែវមរកតនេះមកនៅអង្គរនិយាយទៅទៀតណាទៅស្ដេចភូមិមាននឹងវាយស្អីរឿងហ្នឹងវាឆ្ងាយប៉ុន្តែរឿងដែលសំខាន់គឺថាដែលយើងដឹងដំណើរដើមតងថាវាចេញមកពីខាងឡានណាហ្នឹងណាហើយគម្ពីរដែលវាគេយកដូចថាជាគោលនោះអ្នកពុទ្ធសាសនាគេយកជាគោលនោះគឺថាខ្ញុំថាមិញគម្ពីរហ្នឹងគេថាសរសេរនៅជើងម៉ៃប៉ុន្តែយើងមិនដឹងជាសតវត្សណាជើងម៉ៃខ្ញុំជម្រាបម្ដងទៀតគឺនគរឡានណាហ្នឹងហើយដល់មកនិយាយកន្លែងនេះវាដូចថាអាចពិតបើយោងតាមហ្នឹងទៅមកដល់សតវត្សទី16នេះគឺបកែវមរកតហ្នឹងសម្គាល់នៅប្រទេសលាវសប្តាហ៍នេះមុនដំបូងនៅលួងប្របាំងលាវកាលហ្នឹងគេធំដុំដែរធំខ្លាំងដែរណាលួងប្របាំងហើយមិនបានប្រមាណដឹកយកមកវៀងច័ន្ទលាវគេមានរាជាគេមួយអង្គដែលចាប់ផ្ដើមមកដែលធំដុំមែនតើនោះនៅសតវត្សទី16ហើយណាគឺឈ្មោះណាពនាមព្រះអង្គជ័យសេដ្ឋាធិរាជណាលាវវិថាស័យសេដ្ឋាធិរាជរឿងដែលថានៅណែជើងម៉ៃនិយាយមិញហ្នឹងគឺថានៅក្រោមរាជប្របាទជ័យសេដ្ឋាធិរាជហ្នឹងបកែវមរកតហ្នឹងតម្កល់នៅហោបកែវនៅវៀងច័ន្ទដែលមានដល់សប្តាហ៍នេះពីនោះមកដល់នេះមិនដឹងកែប៉ុន្មានដងយើងមិនដឹងទេណាប៉ុន្តែគេថាអញ្ចឹងតម្កល់នៅហ្នឹងឥឡូវខ្ញុំចូលមកដល់ប្រវត្តិសាស្ត្រមែនតើអានេះកន្លែងនេះចូលប្រវត្តិសាស្ត្រមែនតើនៅរវាងឆ្នាំប្រហែលជា1778នេះមាននៅសតវត្សទី18ណាមកក្បែរខាងចុងសតវត្សទី18ទេហើយនេះអានេះគឺប្រវត្តិសាស្ត្រគឺសៀមនេះទៅវាយលាវវាយខ្ទេចទីដុតទៅនៅវៀងច័ន្ទហើយយកបកែវមរកតហ្នឹងមកបាងកកអានេះជារឿងប្រវត្តិសាស្ត្រអាសតវត្សទី8នេះចូលប្រវត្តិសាស្ត្រមែនតើណានេះលែងជារឿងព្រេងលែងអីហើយយើងអាចឃើញបកែវមរកតហ្នឹងដល់សប្តាហ៍នេះកាលដែលយកមកហ្នឹងគឺសប្តាហ៍នេះគេមិនថារាជវង្សហ្នឹងឈ្មោះណែចក្រីមិនអញ្ចឹងឥឡូវចក្រីទី10ណាហ្នឹងគឺថាចក្រីទី1ហ្នឹងមិនទាន់សូវរាជទេយកមករាជធានីណែប្រទេសសៀមហ្នឹងគឺវានៅសប្តាហ៍ហ្នឹងក៏ចូលក្នុងបាងកកដែរគេហៅធនបុរីណាវានៅម្ខាងទន្លេចៅប្រយ៉ានេះហើយទៅដល់យកចក្រីហ្នឹងយកមកតម្កល់ទុកនៅវត្តអរុណដែលមានដល់សប្តាហ៍នេះឯងដែលនៅមាត់ទន្លេចៅប្រយ៉ាហ្នឹងហើយទៅមិនបានប្រមាណបច្ចៅតាក់ស៊ីនហ្នឹងដែលជាស្ដេចនៅណែសុកសៀមហ្នឹងគេថាឈួតថាស្អីថាអីទៅទម្លាក់ចេញពីរាជទៅបាន
តកូលចក្រីនេះឡើងមកចក្រីដែលទៅខ្លួនឯងទៅវាយយកទៅវាយវៀងច័ន្ទហើយយកបកៅមរកតពីវៀងច័ន្ទមកនេះកាលហ្នឹងយើងបានតម្កល់វត្តអរុណដល់ពេលស្ដេចនឹងធ្លាក់ទៅគេថាឈួតថាអីនេះទៅគេដូររាជធានីមកខាងស្ទឹងមកខាងទលេណាសង្កាត់គេហៅថារតនកោសិនគេនោះសប្តាហ៍ថ្ងៃណារតនកោសិនហ្នឹងដែលមានព្រះបរមរាជវាំងអីធ្វើមកឥឡូវនេះណាហ្នឹងហើយយកបកៅមរកតហ្នឹងមកតម្កល់នៅទីក្រុងដែលសប្តាហ៍ថ្ងៃយើងហៅថាបង្គកនេះដែលយើងអាចឃើញនៅវត្តបកៅហ្នឹងណាយើងឃើញដល់សប្តាហ៍ថ្ងៃនេះដូច្នេះដែលខ្ញុំនិយាយមិញពីឆ្នាំខ្ញុំថានេះអាចខុសមួយឆ្នាំពីរឆ្នាំណា1778អីនេះគឺសៀមទៅវាយវៀងច័ន្ទអានឹងជារឿងវត្តសាស្ត្រឲ្យយកមកពេលហ្នឹងមែនអានឹងចូលវត្តសាស្ត្ររហូតដល់ឥឡូវដូច្នេះទៅដែលយើងតាមដានយើងជាអ្នកស្រាវជ្រាវមិនមែននិយាយដែនចាមរាមតគ្នានោះគឺដែលយើងច្បាស់គឺថាពីមុនមកមិនដឹងតែបកែមរកតនឹងអ្នកណាសាងអីមិនអាចដឹងប៉ុន្តែដឹងថានៅសតវត្សទី18ឲ្យហើយនេះច្បាស់ហើយហ្នឹងគឺថាវាតម្កល់នៅវៀងច័ន្ទតើពីដើមនោះបោះលាវតាំងពីដើមឬពីមុននឹងបោះណាទៀតអីយើងមិនដឹងទេណាបើឡានណាឡានស្អីណានោះយើងមិនដឹងទេយើងមិនអាចដឹងយើងថាមិនមែនក៏មិនអាចថាណាដោយសារយើងមិនដឹងនេះហើយបកែវនោះម្ល៉េះហើយបកែវនឹងវាមិនមែនមរកតទេណាវាមិនអាចមានថ្មមរកតអីត្បូងមរកតអីទំហំប៉ុណ្ណឹងបានទេប៉ុន្តែជាថ្មដែលមានតម្លៃដែរត្បូងដែលមានតម្លៃដែរហើយទៅក្នុងជំនឿនោះបកែវមរកតនឹងវាជាប់ជាមួយបត្រៃ3ដកនេះទៅដូចថាហែទៅណាមានបត្រៃ3ដកទៅជាមួយអញ្ចឹងណាហ្នឹងហើយជំនឿនោះថាប្រទេសណាដែលមានបកែវមរកតនឹងទៅដាក់ទៅប្រទេសហ្នឹងចម្រុងចម្រើនមានឥទ្ធិពលលើគេលើឯងហើយដូច្នេះហើយបានជាទៅវាយយកពីលាវណាហើយក៏លាវក៏ចុះអន់អីចឹងទៅណាអានេះនិយាយតាំងជំនឿហ្នឹងប៉ុន្តែយ៉ាងណាក៏ដោយមនុស្សហ្នឹងជឿគោរពខ្លាំងណាស់ណាបកែវមរកតហ្នឹងដូចសប្ងៃដែលនៅបង្គកហ្នឹងគឺគេតម្កល់ហ្នឹងគឺក្នុងមួយឆ្នាំមានបរិជាទៅដូរគ្រឿងអលង្ការសម្លៀកបំពាក់អីរាល់ឆ្នាំណាសប្ងៃនេះណាក៏ដោយហ្នឹងរហូតដល់ថ្ងៃនេះទៅមានទៅហ្នឹងដូចថាព្រះអង្គនៅមានបជននៅរស់អញ្ចឹងណាគឺថាពុទ្ធអង្គហ្នឹងលោកមានបជននៅរស់អញ្ចឹងហើយពេលនេះគេដាក់តម្កល់ទីកំពង់ដែលនឹងដែលឃើញក៏អត់ទេណានៅបង្គកហ្នឹងមានអញ្ចឹងដូច្នេះរឿងបកែវមរកតហ្នឹងជារឿងដែលស្គាល់ខ្លាំងនៅក្នុងចំណោមជនជាតិលាវនៅក្នុងចំណោមជនជាតិសៀមនៅក្នុងចំណោមជនជាតិភូមាអីខ្លះស្រីលង្កាខ្ញុំមិនច្បាស់ទេរឿងគាត់ថាមានមកពីឥណ្ឌាស្រីលង្កាប៉ុន្តែខ្ញុំមិនជឿថាឥណ្ឌាអីតែមានរឿងបកែវមរកតហ្នឹងខ្ញុំមិនជឿទេការពិតណានេះគាត់ថានោះនិយាយទេថាហោះមកពីណាអញ្ចឹងហ្នឹងហើយប៉ុន្តែយ៉ាងណាក៏ដោយវា3ប្រទេសហ្នឹងជាពិសេសប្រទេសថៃឡង់សប្តាហ៍ថ្ងៃនេះហើយនិងប្រទេសលាវនេះគឺថាវាខ្លាំងខ្មែរយើងវាគ្មានពាក់ព័ន្ធទេតាមពិតវាអត់មានពាក់ព័ន្ធទេប៉ុន្តែថាវាមិនពាក់ព័ន្ធមែនតែយើងកាន់ពុទ្ធសាសនាថេរវាទវាដូចគ្នាម្ល៉េះហើយវាស្គាល់រឿងហ្នឹងមានយកមកនិយាយអីប៉ុន្តែដូចថាឲ្យមានជារឿងថាអូពុះកញ្ជ្រោលណាមកវាយបកែវមរកតយកពីខ្មែរទៅវាអត់មានទេខ្មែរនេះដែលជឿគឺស្អីជឿរឿងដែលគេអត់មាននោះគឺរឿងបកគោដែលស្រុកសៀមអត់មានដែលឬស្រុកលាវអត់មានស្រុកណាអត់មានដោយសារអីដោយសារខ្មែរពីមុននោះកាន់ព្រហ្មញ្ញសាសនាបកគោហ្នឹងមេសិលអាគមទាំងម៉ាន់នៅលើបកគោហើយបកគោជាយានជំនិះរបស់ព្រះឥសូរឥសូរជាគ្រូខាងសិលខាងអីអស់ហ្នឹងហើយមកគុំខាងជំនិះវិជាទាំងអស់ហ្នឹងម្ល៉េះហើយបកែវបកគោហ្នឹងជាគេជឿថានៅក្នុងពោះបកគោមានគម្ពីរមានអីណាអង្កលដែលខាងសៀមខាងអីនោះគេនិយាយថាបកគោហ្នឹងបកែវហ្នឹងគឺថាបត្រៃ3ដកអីណាឥឡូវហ្នឹងគេជឿថាបកគោហ្នឹងមានបកគោគឺមានតែខ្មែរទេមានបកគោបកែវគេទៀតប្រះកែវមរកតណាយើងបកគោកែវបើយើងមកមើលបកគោបកែវមានផ្ទះពេញទៅខ្មែរមិនចឹងមួយឯងដើរតាណាក៏ឃើញដែរធ្វើលើកន្លែងបុរាណដ្ឋានចាស់ក៏មានធ្វើថ្មីក៏មានណាកន្លែងណាបកគោចិត្តផ្ទះខ្ញុំក៏មានដែរគោកែវនេះវត្តគៀនស្វាយក្រៅស្វាយក្នុងនេះមានហើយទាំងអស់ហ្នឹងប៉ុន្តែខ្មែរនោះល្បីនោះដោយសារបកគោនោះទេដោយសារបកគោដោយសារយើងកាន់យើងធ្លាប់កាន់ព្រហ្មញ្ញសាសនាស្រុកទៀតដែលនិយាយមិញមិនដែលកាន់ទេវាមានឆ្លងឥទ្ធិពលព្រហ្មញ្ញសាសនាទៅឆ្លងទៅតាមរយៈខ្មែរទេមិនមែនកាន់ពីដើមទីទេយើងនេះបកគោនោះល្បីខ្លាំងបានជារឿងរបស់យើងនោះវាមិនបកែវមរកតវាទៅជាបកគោបកែវហ្នឹងស្ទើរតែថាអត់មានខ្លួនឯងក្នុងរឿងហ្នឹងក៏អត់មិនអីរឿងដែលសំខាន់នោះរឿងបកគោទេក្នុងរឿងខ្មែរណារឿងបកគោខ្ញុំចាំមិនច្បាស់ទេប៉ុន្តែខ្ញុំនិយាយកាត់ណារឿងបកគោបកែវខ្មែរគឺថាមានដូចតទៅនេះថាមានដូចថាអ្នកស្រុកណាអ្នកក្រនេះពីអ្នកដៃពុនហ្នឹងទៅក្រទៅនាងហ្នឹងមានផ្ទៃពោះទៅដល់ពេលចិត្តគ្រប់ខែស្រីជាពិសេសនៅអាស៊ីគ្នានេះវាមានគេហៅចង់មិនអញ្ចឹងដូចថាទាំងងន់អាកូននេះចង់នេះទាំងងន់អានោះចង់នោះអញ្ចឹងណានាងហ្នឹងចង់ស្វាយបាច់ស្អីព្រោះស្រីចង់នោះវាច្រើនតែចង់មកជូនាងហ្នឹងចង់ស្វាយហើយពេលហ្នឹងប្តីអត់នៅអ្នកខ្លះនិយាយថាប្តីដឹងហើយប៉ុន្តែកិច្ចដើម្បីកុំឲ្យនាងនឹងប្រើបេះស្វាយពួកដឹងមុនទៅអាចគ្រោះថ្នាក់ប៉ុន្តែអ្នកខ្លះថាប្តីអត់នៅអីចឹងទៅដល់ពេលប្តីអត់នៅទៅនាងនឹងចង់ខ្លាំងពេកទ្រាំបានចិត្តទាំងមាក់ចិត្តនឹងសម្រាលកូនទៅហើយហ្នឹងណាឡើងទៅដើមស្វាយទៅធ្លាក់ធ្លាយពោះចេញមកកូនហ្នឹងគោមិនស្ទុះមកមានមួយទៀតមនុស្ស
ដាក់កែវ មួយបកគូមួយបកកែវ